សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូទាក់ទងនឹងការធ្វើវីដេអូកុំឲ្យញ័រឬមួយក៏ដាក់ stabilizer នៅក្នុងវីដេអូបាទបងប្អូននេះគឺជាវីដេអូដែលមិនទាន់ដាក់ effect web stabilizer ចូលទេបាទហើយនេះគឺជាវីដេអូដែលបានដាក់រួចបាទអញ្ចឹងបងប្អូនទស្សនាទាំងអស់គ្នាថាវាខុសគ្នាបែបណាបាទឃើញវាកាត់ញ័របានច្រើនបាទអញ្ចឹងមុននឹងធ្វើបែបហ្នឹងបានបងប្អូនត្រូវមានវីដេអូដែលបងប្អូនចង់ដាក់ effect web stabilizer នឹងចូលមកបាទបន្ទាប់មកបងប្អូន click mouse ស្ដាំហើយយកពាក្យនេះចុច OK បន្ទាប់ពីបានបែបហ្នឹងហើយបងប្អូនចូល effect បន្ទាប់មកវាយពាក្យ web stabilizer បាទគឺលើនេះបន្ទាប់មកបងប្អូនទាញយកមកដាក់លើវីដេអូហ្នឹងមកតើមកចាំឲ្យវាដើរពេញឲ្យវាដើរចប់បងប្អូនចូលកន្លែង effect control នេះមកកន្លែងនេះបងប្អូនអាចសេរីបានណាឲ្យវា smooth កម្រិតណាបាទតែខ្ញុំអត់មានអីត្រូវសេរីទៀតទេ effect ប៉ុណ្ណឹងគឺស្តង់ដារបាទតើមកវាដើរ 100% បងប្អូនចុច play មើលបាទគឺវាបាន smooth អី smooth ល្អហើយបាទមេរៀនយើងគឺមានតែប៉ុណ្្នេះបើបងប្អូនមានចម្ងល់អ្វីសូម comment នៅក្នុងវីដេអូហើយជួយ subscribe អរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ